ជំរាបសួរបងប្អូនប្រិយមិត្តជាទីរាប់អានបាទបរិសម្នាក់នេះឈ្មោះគឹមរដ្ឋាត្រូវបានសមត្ថកិច្ចសមត្ថកិច្ចនេះគឺសមត្ថកិច្ចគេហៅថាប៉ូលីសទេសចរបងប្អូនប៉ូលីសទេសចរបើចាប់ខ្លួនបានហើយបងប្អូនចាប់ខ្លួនបានគឺគាត់ជាជនឆបោកបងប្អូនជាជនឆបោកតាមគណនី Facebook คล้ายៗបើយើងមានព័ត៌មានលម្អិតជូនបងប្អូនបន្តិចបងប្អូនណាបរិសម្នាក់នេះត្រូវបានចាប់ខ្លួនបាទដោយបង្កើត Facebook คล้ายៗបោកប្រាស់អ្នកដទៃក្រោមរូបភាពផ្គត់ផ្គង់សាច់នៅតាមហាងគាត់បានបង្កើត Facebook ជាច្រើនបងប្អូន Facebook មានទាំងពីបរទេសទៀតបាទហើយគាត់បោកទាំងបរទេសទៀតឥឡូវនេះកម្លាំងនគរបាលទេសចរគឺចាប់បានហើយបងប្អូនមកកម្លាំងនាយកដ្ឋាននគរបាលទេសចរនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានចាប់ខ្លួនបរិសម្នាក់ដែលបានបង្កើត Facebook คล้ายៗដើម្បីបោកប្រាស់អ្នកដទៃក្រោមរូបភាពផ្គត់ផ្គង់សាច់តាមហាងតែនៅពេលទទួលលុយកក់ហើយបាទបានប្រើគ្រប់មធ្យោបាយដើម្បីផ្ដាច់ទំនាក់ទំនងជាមួយនឹងជនរងគ្រោះមកក្នុងនោះមានទាំងជនបរទេសផងដែរដែលត្រូវបានរងគ្រោះដោយសារបរិសម្នាក់នេះបាទដោយសារបរិសម្នាក់នេះតែម្ដងនឹងការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ ស ថេតអគ្គស្នងការនគរបាលជាតិបាទថ្លែងប្រាប់សារព័ត៌មានថាលោកឧត្តមសេនីយ៍ឯករុនរតវិស្នាប្រធាននាយកដ្ឋាននគរបាលទេសចរបានឲ្យដឹងថាជនសង្ស័យដែលកម្លាំងជំនាញបានចាប់ខ្លួននោះមានឈ្មោះថាគឹមរដ្ឋាបងប្អូនបាទអាយុ37ឆ្នាំមានទីលំនៅនៅក្នុងភូមិខ្នាច់ខាងជើងឃុំបឹងត្រាញ់ខាងជើងស្រុកសំរោងទងខេត្តតាកែវបាទជនល្មើសគឺនៅខេត្តតាកែវបើលោកបានអះអាងថាជនល្មើសរូបនេះបានបង្កើត page Facebook ជាច្រើនដើម្បីបោកប្រាស់ប្រជាពលរដ្ឋទាំងភ្ញៀវទេសចរបាទរួមទាំងជនបរទេសផងដែរបាទ page คล้ายៗនោះមានឈ្មោះថាសែនជ័យដង្ខៅជ្រូកសាច់ឈ្មោះព្រោះណាស់បងប្អូនបាទសែនជ័យដង្ខៅជ្រូកសាច់បាទសេវាកម្មទិញលក់កសិផលនិងផលិតផលកសិកម្មកម្ពុជាហើយមានឈ្មោះថា Camgrow Agri Service Company បាទ Agri នឹងមកពី Agriculture ហើយបងប្អូនបាទសេវាផ្គត់ផ្គង់មាន់និងទាសាច់គ្រប់ប្រភេទសេវាកម្មទិញលក់មាន់ស្រែកម្ពុជាសេវាកម្មទិញលក់មាន់គ្រប់ប្រភេទនិងគណនី Facebook ឈ្មោះថារដ្ឋាគឹមបាទជាភាសាអង់គ្លេសមួយទៀតបងប្អូនហើយមានគេហៅថា Facebook មួយទៀតឈ្មោះថារដ្ឋាគឹមជាភាសាអង់គ្លេសហើយក៏ប៉ុន្តែគេបើកវងចោដាក់ដង្ខៅកសិកម្មបាទដង្ខៅកសិកម្មបាទមាន Facebook คล้ายៗមួយទៀតមានឈ្មោះថាពីយប់ដេប៉ូបោះដុំជ្រូកកណ្ដុរបាទឈ្មោះច្រើនណាស់បាទ Facebook คล้ายៗមួយទៀតឈ្មោះថាសែនជ័យដង្ខៅសាច់ជ្រូកបាទហើយមាន Facebook មួយទៀតដាក់ថាសេវាកម្មទិញលក់មាន់ស្រែកម្ពុជានឹងបានបង្កើត Facebook Page និង account คล้ายៗជាច្រើនទៀតព្រមទាំងបណ្ដាញ Telegram ដើម្បីឆបោកលុយពីជនបរទេសបាទច្រើនណាស់បងប្អូនអានេះចូលលក្ខណៈជំនាញហើយបងប្អូនជំនាញហើយបាទបើមិនជំនាញមិនអាចធ្វើបានទេបងប្អូនហើយមិនដឹងជាបានលុយពីប្រជាពលរដ្ឋជនស្លូតត្រង់ប្រមាណអ្នកទេបងប្អូនណាតម្រាំដល់ឈានដល់ការចាប់ខ្លួនលើកនេះបងប្អូនបើយើងសូមបន្តទៅទៀតបាទក្រោយពីជំនាញសាកសួរជនល្មើសរូបនេះបានសារភាពទទួលស្គាល់ថាខ្លួនពិតជាបានធ្វើការឆបោកពីជនជាតិខ្មែរក៏ដូចជាជនបរទេសពិតប្រាកដមែនគឺច្រើនករណីណាស់បាទច្រើនករណីមែនតើបាទនៅចំពោះមុខមន្ត្រីនគរបាលយុតិធធដូច្នេះសូមជម្រាបជូនប្រជាពលរដ្ឋទាំងអស់ដែលរងគ្រោះពីការឆបោកលុយរបស់ឈ្មោះគឹមរដ្ឋានេះអាចទំនាក់ទំនងមកដាក់ពាក្យបណ្ដឹងបន្ថែមបាននៅការិយាល័យនីតិនៃនាយកដ្ឋាននគរបាលទេសចរអគ្គស្នងការនគរបាលជាតិនៅរៀងរាល់ម៉ោងធ្វើការសម្រាប់ទំនាក់ទំនងក្នុងការដាក់ពាក្យបណ្ដឹងសូមទូរស័ព្ទទៅកាន់លេខទូរស័ព្ទបាទ hotline របស់ការិយាល័យនីតិវិធីបាទ010គត់665 675បាទម្ដងទៀត010គត់665 675បាទបើន័យថាអគ្គស្នងការនគរបាលជាតិបាទសូមអំពាវនាវបាទឲ្យប្រជាពលរដ្ឋដែលគេហៅថាចាញ់បោកបាទរងគ្រោះដោយសារគាត់ហ្នឹងគឺដាក់ពាក្យបណ្ដឹងបាទនិយាយបន្តិចបងប្អូនសូមបើកមុខកញ្ចក់បាទសូមឲ្យសមត្ថកិច្ចដែលចាប់បានជនល្មើសនេះបាទសូមឲ្យរកឃើញលុយដែលគាត់បានបោកប្រាស់ប្រជាពលរដ្ឋផងបងប្អូនណាបាទសូមឲ្យរកឃើញលុយកុំឲ្យចាប់បានតែមនុស្សលុយមិនដឹងទៅណាអស់លេងបើកន្លងមកយើងឃើញហើយគឺដូចអង្គញាលេងចនា
បាទអង្គញាដីមាសបាទអង្គញាជាសារ៉នបងប្អូនឃើញហើយចាប់បានមិនដែលបានលុយទេគឺចាប់បានតែមនុស្សលុយមិនដឹងទៅណាបងប្អូនដូច្នេះជនរងគ្រោះគាត់នៅតែទទួលរងគ្រោះក្នុងការខាតបង់លុយកាក់របស់គាត់ដដែលព្រោះចាប់បានតែមនុស្សយកញាត់គុកលុយវាអត់បានមកវិញដូច្នេះវាអត់មានន័យសម្រាប់ពួកជនរងគ្រោះដែលគាត់ទទួលបានសំណងថវិកាខ្លះៗអញ្ចឹងណាបងប្អូនបាទដូច្នេះហើយយើងសូមអំពាវនាវឲ្យសមត្ថកិច្ចបើជួយរកលុយរបស់គាត់មិនដឹងថាគាត់យកទៅលាក់កំហែងណារួចទេបងប្អូនគឺនៅក្នុងកងធនាគារនឹងតែម្ដងឬមួយក៏គាត់អាចយកទៅផ្ញើបងប្អូនរបស់គាត់យ៉ាងណាយើងមិនដឹងទេក៏ប៉ុន្តែសូមឲ្យសមត្ថកិច្ចបាទមេត្តាជួយបាទស្វែងរកអាលុយដែលគាត់យកទៅណាបងប្អូនណាទៅណាបាទសូមឲ្យបានទៅដល់ដៃប្រជាពលរដ្ឋខ្លះក៏ពួកគាត់អស់ចិត្តដែរបើចាប់បានមនុស្សគាត់មានទំនុកចិត្តហើយក៏ប៉ុន្តែបើអត់បានលុយដដែលវាមិនសូវជាកក់ក្ដៅសម្រាប់ជនរងគ្រោះបងប្អូនដូច្នេះហើយជនរងគ្រោះបើសិនជាគាត់ទទួលបានលុយសំណងដែលយកពីជនល្មើសនេះបានខ្លះមកវិញជនរងគ្រោះគាត់ប្រហែលជាគេហៅថាទទួលបាននៅសេចក្តីស្ងប់បាទស្ងប់ខ្លះបងប្អូនណាបាទសូមអរគុណបងប្អូនដែលបានតាមដានព្រឹត្តិការណ៍ជនឆបោកដោយប្រើបណ្ដាញគណនី Facebook คล้ายៗបងប្អូនច្រើនណាស់បងប្អូនបាទសមត្ថកិច្ចយើងលឿនណាស់បងប្អូនឲ្យតែពាក់ព័ន្ធនឹងករណីចាប់បទល្មើសហើយនឹងពាក់ព័ន្ធនឹងបរទេសបងប្អូនហ្នឹងហើយគឺលឿនបាទថ្ងៃមុនគឺជនឆក់កាបូបរបស់តារា YouTuber មួយបាទមិនដល់5ម៉ោងទេបាទចាប់បានមុខសញ្ញាហើយយកមកភ្លាមតែម្ដងបាទសូមអរគុណបងប្អូនកុំភ្លេចចុច Subscribe សញ្ញារូបកណ្ដឹង ដើម្បីទទួលបាននៅវីដេអូថ្មីបាទសូមអរគុណសូមជម្រាបលា